ជំងឺពុកឆ្អឹងដូចជាឈ្មោះដែលបានហៅជំងឺនេះសម្គាល់ដោយភាពស្ពោតនៃឆ្អឹងឬក៏ឆ្អឹងមានកំហាប់និងដងស៊ីតេថយចុះសាច់ឆ្អឹងលែងមាំលែងធន់ផុយងាយបាក់ងាយបែកជាទូទៅគឺបណ្ដាលមកពីភាពចាស់ជរារបស់មនុស្សដើម្បីអាចយល់អំពីជំងឺនេះគេត្រូវប្រៀបធៀបឆ្អឹងធម្មតាទៅនឹងឆ្អឹងដែលមានជំងឺនៅក្នុងឆ្អឹងឆ្អឹងមានសភាពណែនតាន់មានស្រទាប់ឆ្អឹងជាក្រឡាចាក់ស្រេះគ្នាយ៉ាងញឹកស្នេហ៍តែចំពោះឆ្អឹងដែលពុកវិញមានសភាពស្ពោតសាច់ឆ្អឹងមិនតាន់មានរន្ធច្រើនខ្សោះគ្មានជាតិខានិកគ្មានសារធាតុអ្វីសម្រាប់មកបង្ហាត់ឆ្អឹងឲ្យមាំសោះផលវិបាកនៃការកើតជំងឺឆ្អឹងពុកគឺការបាក់ឆ្អឹងដែលងាយបាក់ជាងគេគឺឆ្អឹងខ្នងឆ្អឹងកដៃនិងឆ្អឹងត្រគាកតើឆ្អឹងល្អខ្លាយទៅជាស្ពោតពុកបានយ៉ាងដូចម្ដេចឆ្អឹងរឹងឆ្អឹងមាំល្អពីព្រោះមានបន្សំជាស្រទាប់ណែនដែលគេហៅថាសម្បកក៏ប៉ុន្តែបើយើងពិនិត្យមើលផ្នែកខាងក្នុងនៃឆ្អឹងវិញនោះគេនឹងសង្កេតឃើញមានស្រទាប់ជីលេកាដូចជាពពុះទឹកបង្កកនៅលើគ្នាដែលមិនសូវមានកោសិការស់ទេនៅកណ្ដាលឆ្អឹងគឺជារន្ធដែលមានផ្ទុកខួរមិនដូចអ្វីដែលភ្នែកយើងមើលឃើញឆ្អឹងដែលថាឃើញឡើងរឹងនោះមិនមែនជាជីលេកានិចលភាពមិនកម្រើកនោះឡើយឆ្អឹងមានដំណើរការលូតលាស់ផលិតជាប់ជាប្រចាំប្រៀបដូចជារោងចក្រមួយយ៉ាងដូច្នោះរោងចក្រនេះផលិតកោសិកាពីរប្រភេទគឺ osteoclast កោសិកាដែលមានភារៈទៅបំផ្លាញឆ្អឹងចាស់និង osteoblast កោសិកាដែលមានបន្ទុកផលិតឆ្អឹងថ្មីសារធាតុកាល់ស្យូមនិងវីតាមីន D ជាទូទៅគឺជាអ្នកទៅបិទភ្ជិតរន្ធឆ្អឹងឲ្យមានសភាពរឹងមាំឡើងល្អវិញក៏ប៉ុន្តែការផលិតនិងការបំផ្លាញឆ្អឹងប្រែប្រួលទៅតាមអាយុតាំងពីកើតរហូតដល់អាយុ20ឆ្នាំគឺជារយៈពេលនៃការលូតលាស់ដុសឆ្អឹងឬក៏ហៅថាដំណាក់កាលស្ថាបនាពីអាយុ20ទៅ35ឆ្នាំគឺជាដំណាក់កាលមានលំនឹងរវាងការដុសនិងការបំផ្លាញឆ្អឹងដែលមានកម្លាំងស្មើគ្នាចាប់ពីអាយុ35ឆ្នាំឡើងទៅនិន្នាការចាប់ផ្ដើមដើរបញ្ច្រាស់ទិសការបំផ្លាញខ្លាំងជាងការផលិតដំណាក់កាលនេះខ្លួនប្រាណយើងមិនត្រឹមតែមិនអាចផ្ដល់ជីវជាតិកាល់ស្យូមដល់ឆ្អឹងទេតែបែរជាប្រែទៅស្រូបយកមកពីឆ្អឹងវិញចំពោះមនុស្សប្រុសដងស៊ីតេឬក៏កំហាប់របស់ឆ្អឹងអាចធ្លាក់ចុះបន្តិចម្ដងដោយថេរទៅតាមវ័យក៏ប៉ុន្តែសម្រាប់មនុស្សស្រីឆ្អឹងបានបាត់បង់លំនឹងយ៉ាងខ្លាំងនៅពេលអស់រដូវអត្រាអឺស្ត្រូហ្សែនធ្លាក់ចុះកង្វះជាតិអរម៉ូនបានចូលរួមចំណែកយ៉ាងខ្លាំងទៅបំផ្លាញឆ្អឹងថយសកម្មភាពខ្វះជាតិកាល់ស្យូមខ្វះវីតាមីន D សុទ្ធសឹងតែជាកត្តាជំរុញឲ្យឆាប់បាត់បង់ម៉ាស់របស់មាឌនៃឆ្អឹងគ្រោងឆ្អឹងយើងខ្លាចទៅជាផុយស្រួយរួមតូចគ្រោះហានិភ័យបាក់ឆ្អឹងមានកាន់តែធំចាប់ពីអាយុ50ឆ្នាំឡើងទៅអត្រាស្ត្រីមានជំងឺជួបគ្រោះពុកឆ្អឹងបានកើនឡើងជាលំដាប់នៅអាយុ65ឆ្នាំមានស្ត្រីដល់ទៅ 39% ប្រឈមនឹងគ្រោះកើតជំងឺពុកឆ្អឹងនិងដល់ទៅ 70% ចំពោះស្ត្រីដែលមានអាយុចាប់ពី80ឆ្នាំឡើងទៅកត្តាដែលនាំឲ្យឆាប់មានជំងឺពុកឆ្អឹងជាទូទៅគឺបណ្ដាលមកពីអាយុនិងវ័យចំណាស់ធ្លាប់ប្រើប្រាស់ថ្នាំពពួកកូគីកូអ៊ីតឬក៏កូទីហ្សនក្នុងបរិមាណច្រើនក្នុងរយៈពេលលើសពី3ខែហើយធ្លាប់រងការព្យាបាលនិងមានជំងឺរលាកដែលជាប្រភពនាំឲ្យឆ្អឹងស្ពោតជាទូទៅមានជាអាចជំងឺក្រពេញអ៊ីពែធីរ៉ុយឌីបើជាមនុស្សស្រីគឺមកពីឆាប់អស់រដូវខ្លាំងពេកពលគឺអស់រដូវមុនអាយុ40ឆ្នាំស្គមស្គាំងខ្លាំងប្រើថ្នាំពពួកកូគីកូអ៊ីតច្រើនក្នុងរយៈពេលយ៉ាងតិច3ខែជាប់គ្នាមានប្រវត្តិឪពុកម្ដាយធ្លាប់បាក់ឆ្អឹងកត្តាក្រៅខ្លួនផ្សេងទៀតដែលនាំឲ្យងាយមានគ្រោះកើតជំងឺឆ្អឹងពុកដែរនោះគឺមកពីមិនសូវមានសកម្មភាពបញ្ចេញកម្លាំងកាយធ្វើកីឡាហាត់ប្រាណហើយចូលចិត្តតែនៅស្ងៀមមួយកន្លែងយូរខ្វះវីតាមីន D ខ្វះពន្លឺថ្ងៃមិនសូវដើរចេញទៅក្រៅសងំតែនៅក្នុងម្លប់ក្នុងផ្ទះជាពិសេសចំពោះមនុស្សចាស់ជរាខ្វះសារធាតុកាល់ស្យូមដែលបណ្ដាលមកពីរបបអាហារមិនគ្រប់គ្រាន់ឬក៏មកពីមានរបបអាហារមិនត្រឹមត្រូវបរិភោគប្រៃពេកប្រូតេអ៊ីនច្រើនជ្រុល
និងពិសេសពិសាកាហ្វេច្រើនសុទ្ធសឹងតែជាបុព្វហេតុនាំឲ្យសារធាតុកាល់ស្យូមហូរអស់ចេញពីខ្លួនទៅវិញតាមរយៈទឹកនោមជក់បារីផឹកស្រាក៏ជាបុព្វហេតុដែលនាំឲ្យឆាប់មានឆ្អឹងពុកដែរតើគេអាចកំណត់អត្តសញ្ញាណរោគសញ្ញានៃជំងឺឆ្អឹងពុកបានយ៉ាងដូចម្តេចមានមាឌស្គមខ្លាំងជក់បារីផឹកស្រានោះហើយសុទ្ធសឹងតែជាមូលហេតុដែលនាំឲ្យគ្រូពេទ្យគិតគូរដល់ជំងឺពុកឆ្អឹងការវិភាគក៏អាចបញ្ជាក់អំពីរោគសញ្ញានៃជំងឺឆ្អឹងពុកនេះដែរតាមរយៈការវាស់កំហាប់ឬក៏វាស់ដងស៊ីតេរបស់ឆ្អឹងឬនិយាយដោយខ្លីភាសាសាមញ្ញទៅថ្លឹងឆ្អឹងការរួញកម្ពស់ខ្លាំងបើប្រៀបធៀបទៅនឹងកម្ពស់កាលពីអាយុ20ឆ្នាំក៏ជាកត្តាមួយដែលគួរឲ្យយើងចាប់អារម្មណ៍នឹកឃើញដល់បញ្ហាពុកឆ្អឹងដែរក៏ប៉ុន្តែសូមកុំច្រឡំរវាងការរលាកឆ្អឹងនិងពុកឆ្អឹងពីព្រោះជំងឺទាំងពីរនេះវាច្រើនតែកើតឡើងដូចគ្នាលើស្ត្រីក្រោយពេលអស់រដូវជំងឺពីរនេះគ្មានទំនាក់ទំនងនឹងគ្នាដោយផ្ទាល់ឡើយការសិក្សាច្រើនឡើងបានបង្ហាញថានៅពេលដែលស្ត្រីម្នាក់មានជំងឺរលាកឆ្អឹងហើយគ្មានការអភិវឌ្ឍជំងឺពុកឆ្អឹងទេផ្ទុយទៅវិញបើមានជំងឺពុកឆ្អឹងហើយក៏គ្មានការអភិវឌ្ឍជំងឺរលាកសន្លាក់ដែរប៉ុន្តែសួរថាតើត្រូវធ្វើដូចម្តេចទើបអាចការពារកុំឲ្យមានជំងឺពុកឆ្អឹងនិងស្ពោតកើតបើឆ្អឹងចាប់ផ្ដើមស្ពោតហើយបានបាក់ម្ដងទៀតនោះនៅមានករណីបាក់ជាបន្តបន្ទាប់ទៀតដោយជៀសមិនខាននៅក្នុងឆ្នាំខាងមុខការសិក្សាបានសង្កេតឃើញថា1ភាគ4នៃអ្នកដែលធ្លាប់បាក់ឆ្អឹងតែងតែត្រូវជួបគ្រោះបាក់ឆ្អឹងមួយកន្លែងថ្មីទៀតនៅក្នុងឆ្នាំតែមួយពុកឆ្អឹងគឺជាជំងឺមនុស្សចាស់អាយុកាន់តែច្រើនឆ្អឹងកាន់តែភ័យក៏ប៉ុន្តែមានកត្តាខ្លះគេមិនអាចជៀសវាងបានឡើយដូចជាករណីថាមានភេទជាស្ត្រីមាឌតូចស្គមពូជជាអ្នកស្បែកសឬក៏ពូជសាសអាស៊ីស្បែកលឿងស្ត្រីដែលមានរដូវច្រើននិងមិនទៀងក៏អាចជួបផលវិបាកមានហានិភ័យខ្ពស់កើតជំងឺពុកឆ្អឹងដែរតែក៏មានកត្តាខ្លះទៀតដែលយើងអាចជៀសវាងនិងសម្រួលបានហើយបញ្ជៀសបានទៅទៀតដើម្បីជៀសវាងនិងជួយឆ្អឹងកុំឲ្យឆាប់កើតជំងឺស្ពោតនិងពុកនេះឬក៏បាក់ទាន់យើងត្រូវតែរក្សាកំហាប់ជាតិឆ្អឹងឲ្យនៅខ្ពស់បំផុតទើបសុខភាពឆ្អឹងរឹងមាំល្អហើយដើម្បីឲ្យសុខភាពឆ្អឹងរឹងមាំល្អមានកំហាប់ខ្ពស់គេត្រូវតែថែរក្សាខ្លួនតាំងពីនៅកុមារធ្វើកីឡានៅពេលវ័យជំទង់មានរបបអាហារត្រឹមត្រូវតាំងពីក្មេងជារបបអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូមដូចជាទឹកដោះគោទឹកសណ្តែកឬក៏ពិសាបន្លែបៃតងបញ្ចេញសកម្មភាពហាត់ប្រាណធ្វើកីឡានិងរក្សាទម្លាប់ល្អក្នុងការរស់នៅដោយគ្មានប្រព្រឹត្តគ្រឿងស្រវឹងនិងបារីសកម្មភាពកីឡាដែលផ្ដល់ប្រយោជន៍ដល់សុខភាពឆ្អឹងនិងទទួលស្គាល់ជាលក្ខណៈវិទ្យាសាស្ត្រគឺការដើរដោយថ្មើរជើងឬក៏រត់ត្រឹកកីឡានេះមានលក្ខណៈប្រពៃបំផុតសម្រាប់ឆ្អឹងមិនថាដើម្បីជាកិច្ចការពារឬក្នុងក្របខ័ណ្ឌព្យាបាលជំងឺពុកឆ្អឹងទេក៏ប៉ុន្តែគ្រាន់តែថាបើមានកើតជំងឺពុកឆ្អឹងហើយការធ្វើកីឡាតែមួយមុខត្រឹមដើរមិនគ្រប់គ្រាន់ឲ្យជាសះស្បើយឡើងវិញបានឡើយ